ស្វាគមន៍មកកាន់សាលាជំនាញវិទ្យាករនៅបកប្រែហើយអ្នកនរនេះគ្រាន់តែចុចពាក្យ Subscribe និងសញ្ញាកណ្ដឹងដើម្បីបានវីដេអូពីខ្ញុំរាល់ថ្ងៃទាក់ទងនឹងការបរៀនជំនាញបកប្រែសំណេរបកប្រែផ្ទាល់មាត់សន្ទនាកម្រិតដំបូងកម្រិតមធ្យមកម្រិតខ្ពស់បកនិងជំនាញវិទ្យាករទូទៅទាំងអស់ណាខែថ្ងៃនេះខ្ញុំបរៀនបន្តទៀតនៅសន្ទនាកម្រិតដំបូងយើងចូល Unit 7បរៀនទី7កណ្ដាលប៉ុន្តែយើងសិក្សាពី topic តែសេចក្តីឬក៏ហៅកម្មវិធីបទណានេះជាចំណងជើងរបស់វាគឺ why do most persons like to envy each other why do most persons like to envy each other ហើយអ្វីបានជាមនុស្សភាគច្រើនចូលចិត្តចំណាយគ្នាហ្នឹងហើយអញ្ចឹងនៅក្នុង topic នេះមួយគឺអ្នកនរគ្នាត្រូវតែផ្ដោតលើ3ចំណុចទី1 introduction សេចក្តីផ្ដោតហ្នឹងគឺខ្ញុំតម្រូវឲ្យអ្នកនិយាយតែ30វិនាទីទេអញ្ចឹងមូលហេតុអីហ្នឹងហើយយើងលើកយកមូលហេតុវាមកនិយាយតែ30វិនាទីមកពីព្រោះមនុស្សសម័យនេះមិនចង់ឲ្យអ្នកណាលើខ្លួនអីចឹងទៅចឹងយើងអាចនិយាយខ្មែររៀបខ្មែរហើយនិយាយអង់គ្លេសតាមក្រោយណាអូខេហើយបន្ទាប់មកចូលទី2ធំគឺ body តួសេចក្តីនេះបែងចែកជា2សំខាន់ទី1 advantage គុណសម្បត្តិចឹងបើសិនជាគុណសម្បត្តិរបស់មនុស្សល្អតាក់ទងនឹងការចំណាយគ្នានេះបើមានមនុស្សល្អយើងលើកពីគុណសម្បត្តិរបស់គាត់ហើយនិយាយត្រឹមតែ1នាទីណា advantage react ទី2 disadvantage គុណវិបត្តិអញ្ចឹងអានឹងនិយាយ1នាទីដែរចុងក្រោយទី3 conclusion សេចក្តីបញ្ចប់អានឹងយើងនិយាយ30វិនាទីនិយាយតិចមកណាហើយចុងក្រោយនេះខ្ញុំជូនដំណឹងតាក់ទងទៅនឹងការលក់សៀវភៅខ្ញុំមានលក់សៀវភៅគ្រប់ប្រភេទដូចជាសៀវភៅបកប្រែសំណេរសៀវភៅបកប្រែផ្ទាល់មាត់សៀវភៅជំនាញវេយ្យាករណ៍ដូចជាវេយ្យាករណ៍កម្រិតដំបូងវេយ្យាករណ៍កម្រិតមធ្យមវេយ្យាករណ៍កម្រិតខ្ពស់សៀវភៅ formal word សៀវភៅ structure សៀវភៅ expression សៀវភៅ fixed expression សៀវភៅ slang សៀវភៅ collocation និយាយចំសៀវភៅរបស់ខ្ញុំមានទាំងអស់ហើយសៀវភៅទាំងអស់នោះសុទ្ធតែបកពីអង់គ្លេសមកខ្មែររួចហើយអ្នកនរគ្នាគ្រាន់តែទិញយកទៅហើយទិញអស់ទៅទិញក្នុងទៅយកទៅធ្វើការបានហើយណាចឹងបើអ្នកនរចាប់អារម្មណ៍ចង់ទិញសៀវភៅនេះអ្នកនរគ្នាអាចតាក់ទងមក Telegram របស់ខ្ញុំគឺ093 553 191អូខេប៉ុណ្្នឹងចា